សូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលសម្ដេចម៉ែសម្ដេចយាយសម្ដេចយាយទួតជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមគោរពសម្ដេចព្រះអង្គម្ចាស់អ្នកអង្គម្ចាស់ឯកឧត្តមលោកជំទាវអ្នកអង្គញាលោកអង្គញាលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងកណនីឆ្នាំអសាញ់សពស័កពុទ្ធសករាជ2569គ្រិស្តសករាជ2025ឥឡូវនេះសង្ក្រាន្តនឹងចូលមកដល់នៅក្នុងថ្ងៃច័ន្ទ200ខែចែកត្រូវនៅថ្ងៃទី14ខែមេសាឆ្នាំ2025វេលាម៉ោង4:48នាទីទៀបភ្លឺរំលងអធ្រាត្រនៃយប់ថ្ងៃទី13នោះព្រះអាទិត្យចរចេញពីមានអ្នករាសីទៅស្ថិតនៅឯមេសរាសីដើរតាមគោវិថីទៅផ្លូវកណ្ដាលទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាមកុរកទេវីជាបុត្រីទី2នៃកបិលមហាព្រហ្មគង់នៅចតុមហារាជិកាទ្រង់អំពរពណ៌លឿងសៀតផ្កាអង្គាបោះអភរណៈកែវមុខតាគុជខ្យងភក្សាហាតេឡាំងប្រេងល្ងឬប្រេងដូងព្រះហស្ថស្ដាំទ្រង់កាន់ព្រះខ័នព្រះហស្ថឆ្វេងទ្រង់កាន់ឈើច្រត់គង់លើខ្នងភក្យៈសត្វខ្លាធំជាសត្វពាហនៈនាំអស់ពួកទេពនិករនិងបវរកញ្ញាទាំង100,000កោដហោះទៅកាន់គុហាកែវឈ្មោះគុន្ធមេលីនាទីភ្នំកៃឡាស់ខេត្តហេមពាន្តដែលប្រឌិស្ថានទុកព្រះសិរសាកបិលមហាព្រហ្មដំកល់លើពៀនមាសនាំចេញមកដង្ហែប្រតិសិនភ្នំព្រះសុមេរុរាជជុំចក្រវាលតាមផ្លូវព្រះអាទិត្យចរជាគម្រប់60នាទីហើយដង្ហែចូលទៅដំកល់ទុកដូចដើមវិញទៅប្រជុំទេវបុត្រទេពធីតាទាំង100,000កោដចូលទៅស្រង់ទឹកអនុត្តមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវជាមាត់គោអសុភរាជទាំង7ត្រជាក់ត្រជុំផ្សេងផ្សានព្រះហឫទ័យទើបនាំគ្នាចូលទៅសមាទានសិលដោយប្រតិសមណោះរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាដែលពិសកម្មទេវបុត្រនិមិត្តថ្វាយហើយបន្ទោបង់នៅអពមង្គលឲ្យជ្រះស្រឡះចម្រើននៅសុភមង្គលសិរីសួស្តីជន្មាយុយឺនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅហើយសាធុជនទាំងអស់ពេលវេលាកាន់តែរំកិលចិត្តមកហើយសូមសាធុជនទាំងអស់ប្រុងប្រៀបរៀបចំខ្លួនប្រាណរៀបចំសម្លៀកបំពាក់គ្រឿងក្រអូបអុជទៀនធូបផ្កាភ្ញីតាំងចិត្តឲ្យបានជ្រះថ្លានិងទទួលទេវតាឆ្នាំថ្មីព្រះនាមកុរកទេវីជាបុត្រីទី2នៃកបិលមហាព្រហ្មដែលនឹងយាងចុះមកកាន់ចម្ពោះទ្វីបនៅពេលបន្តិចទៀតនេះ
ភៈមេសតោវរៈមង្គលាចយាតិរៃព្រះពុទ្ធសករាជព្រះសាសនាអតិកតាកន្លងទៅហើយបាន2568ព្រះវស្សាត្រឹមថ្ងៃអាទិត្យពេញបរមីនៃខែពិសាលុះដល់ថ្ងៃច័ន្ទមួយរោចខែពិសាឆ្នាំម្សាញ់សពស័កតទៅចូលព្រះពុទ្ធសករាជ2569ថ្ងៃនេះជាវេលាដែលទេវតាឆ្នាំថ្មីត្រូវយាងមកទទួលតំណែងគ្រប់គ្រងថែរក្សាមនុស្សលោកបន្តវេនពីទេវតាឆ្នាំចាស់ទេវតាទាំងឡាយបានមកជួបជុំគ្នាមុនីដេដារងចាំអបអរព្រះរាជពិធីផ្ទេរតំណែងទេវតាឆ្នាំថ្មីព្រះនាមកោរិកទេវីជាបុត្រីទី2នៃកបិលមហាព្រហ្មដែលនឹងយាងចុះមកនៅថ្ងៃច័ន្ទ2រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសា គ្រិស្តសករាជ2025វេលាម៉ោង 4:48 នាទីទៀតភ្លឺមកដល់ហើយ